ต่อจังเงินได้ยืมประโดดูเจ็ดนะประโดปีกาไกลลมหัดตูเตอร์มอกไกลลมหัดบักดุกมาดองไอ้ยำดอกสลามาตับนายเปะเต้นายเปะเลิกคือนายเปะได้ใจน้องกาบลองมาดุชนาปีปอนดอกปมวยยังมันได้เอาน้องไอ้ขนาดขาวคือนายเปะน้องกาบลองมาดุชนาปีปอนดอกบุญเลิกตีปีกาปีปอนดอกบุญลองปีđóอันนี้เลิกตีปีmà chỉ những mơ tam đạp đạo bị lơ cho không tới chỉ tôi không cao lòng bạn đúc phần này bịa về nó có được chụp này bây giờ coi đó cứ mình đập ram lấy thì sẽ vào dân thơ đó cái đạo dân thơ phèm lấy hay năng bị lơ nó men ut ho ở giờ mùi xẹp cho nhom cay tao ut ho mà ut ho cái ao chụp lại dân hết phần là nhom cật phơ cao bọ xẻ đấy lấy chụp đào mưa ho muốn sẽ tới ut ho cái tha on Sunday the children how swimming lessons at the swimming blank ไอ้ดำไปมันเป็น blank จะหรอนั่นคือจะบอกแต่บนในกี่อ้อยมาเยอะ a tank b well c bowl ហើយនឹង d pool ไอ้cái đời dân háiคือเรือเป๊ะvàเป๊ะ pool จำลาย d អាចបកស្រាយបានហើយបានជាចម្លើយ d ពាក្យ pool ហ្នឹងគឺជាចម្លើយត្រឹមត្រូវបាទចឹងដោយសារតែយើងមាន clear មួយថា swimming pool យើងអាចថា swimming pool ហ្នឹងក៏ជា collocation របស់វាដែរណាចាំទេ collocation លំហាត់ពាក្យនៅពេលយើងកែលំហាត់ពាក្យជួបយើងអា collocation ហ្នឹងកុំភ្លេចវាមើលអាហ្នឹងធ្លាប់មានច្រើនដងណា collocation និយមន័យវា words that go together words that go together ពាក្យដែលប្រើជាមួយគ្នាពាក្យ clear ខ្លះអត់មានការបកស្រាយច្រើនទេយើងត្រូវធ្វើការកត់ចំណាំតែម្ដងថាពាក្យហ្នឹងត្រូវប្រើជាមួយនឹងពាក្យនេះជាគូនឹងគ្នាអញ្ចឹងហ្មងណាហើយ collocation ណាអាខ្លះទៀតស្រួលទេណាស្រួលទាំងថាវាដូចខ្មែរយើងដែរខ្មែរយើងក៏ប្រើអញ្ចឹងដែរពេលយើងប្រែពាក្យមួយជាខ្មែរទៅដូចជាអាពាក្យអង់គ្លេសហ្នឹងប្រើមួយគ្នាអញ្ចឹងដូចគ្នាប្រែដល់ខ្មែរយើងប្រើអញ្ចឹងដែរប្រែទៅណាប៉ុន្តែបញ្ហាដល់ថាអាខ្លះទៀតអត់ទេអាខ្លះទៀតបើយើងប្រែខ្មែរប្រែមកពាក្យហើយនឹងប្រែចូលគ្នាវាអត់ដូចគ្នាខុសគ្នាណាអាហ្នឹងពិបាកដែលយើងចាំជាភាសាអង់គ្លេសតែម្ដងតោះអញ្ចឹងយើងមាន clear ថា swimming pool បាននេះដល់ម៉េចបាទអាងហែលទឹក swimming pool អាងហែលទឹកឥឡូវយើងសាកលបងដាក់វាចូលក្នុងប្រយោគឲ្យប្រែសិនទៅចឹងប្រយោគរបស់យើងវាទៅជា on Sunday the children how swimming lessons at the swimming pool បានន័យថានៅថ្ងៃអាទិត្យក្មេងៗឬក៏កូនមានមេរៀនហែលទឹកវាស្មើនឹងរៀនហែលទឹកណារៀនហែលទឹកនៅអាងហែលទឹកបាទចឹងអត្ថន័យរបស់វាស័ក្តិសមណាចុះជំរឿផ្សេងទៀតដែលគេដាក់មកបន្លំយើងហេតុអីបើយើងមិនយកវាតើគេបន្លំយើងត្រូវណាខ្លះឥឡូវចាប់ដើមជាមួយជំរឿ A tank ដឹង tank អីទេ tank បាទអញ្ចឹង tank ក៏អាចប្រែថាអាងបានដែរណាក៏អាចប្រែថាអាងបានដែរប៉ុន្តែវាមិនមែនជាអាងដែលយើងដាក់ទឹកសម្រាប់ហែលនោះទេវាអាចជាអាងយើងស្តុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដាំស្លងូតអីចឹងណាជំនាន់មុនផ្ទះសមានអាងជំនាន់មុនណាកាលជំនាន់អត់តមានអាសតេនទឹកណាបើមានក៏សល់ពីមុនណាបើផ្ទះគេធ្វើក្រោយឡើងមិនសូវធ្វើទេមិនសូវធ្វើបើធ្វើទូចចឹងណាអាងធំកន្លែងធ្វើហើយបើជំនាន់មុនគេធ្វើអាងធំសម្រាប់ស្តុកទឹកប្រើប្រាស់សម្រាប់ងូតសម្រាប់បោកកៅអៅសម្រាប់ដាំស្លអញ្ចឹងណាអញ្ចឹងធ្វើទៅតែថែងនេះយើងអាចបកប្រែថាអាងនេះភួលមែនតែយើងមិនយកវាទេដោយសារតែអាងជាមួយនឹងពាក្យថែងនោះមិនមែនជាអាងសម្រាប់ដាក់ទឹកហែលនោះតែឲ្យបោះរបស់យើងរៀនហែលទឹកបាទអញ្ចឹងវាអត់ត្រូវគ្នាទេ B well អី well ប្រែថាស្រះណាស្រះបើយើងគិតនៅស្រុកយើងហែលបានទេបាទហែលបានប៉ុន្តែយ៉ាងណាក៏ដោយយើងហែលទឹកនៅស្រះវាមិនមែនជាមុខងារទូទៅរបស់ស្រះនោះតែស្រះនោះសម្រាប់យើងបាទសម្រាប់ចិញ្ចឹមត្រីឬក៏យើងសម្រាប់ដាំបន្លែទឹកណាយើងអាចដាំបន្លែទឹកឬក៏យើងស្តុកទឹកសម្រាប់យើងប្រើប្រាស់ដែរមុខងារទូទៅរបស់ well មិនមែនសម្រាប់ហែលនោះតែអញ្ចឹងវាអត់ចំទៅជាទូទៅបាទហើយសម្រាប់ C ដឹងខុសដែរចា C អី C
bowl ai bowl bà bowl chan cồm chẳng việc thử thế phần tay bên bowl ở tận này mới tiết ai chờ làm đây ai phải là ăn mà đây đang ấy bowl ai phải là ăn mà đã phần ta con ăn tôi để cái đàn châm thầy con ăn tôi để cái đàn châm thấy cái bà tha fish bowl bà fish bowl cái con ăn châm thấy châm làm ó mình châm chia mà hô về chẳng châm làm ó ba đã nó tiền nắng con ăn cái chó nó thì sao thôi bị cái chó được chung cá kia lại chỉ cao với cái lo bao nhiêu bảo fish bowl đây nè chẳng bố cái đã mà lắm là sao ta vì ai chị ăn đây ta chị con ăn tôi nhầm châm thấy vậy vì ăn thử mới bao nhiêu nữa bộ bao nhiêu ăn con rồi hiện 2 tấn hay nhé chia đến plural đó mình bảo 12 thế chia đến plural ba child đợi có bảo về plural ban đấy plural ra สำคัญ với plural มันคันหนึ่งđợi thế ok ta chân là สำหรับอุตหะไปจับเป็นดังจ้าเราเยอะไปต่อตัวเลขมวยcái tha what are you going to do when you belong school ta nè năng thưa ở vậy nợ pe nè cho là riêng chùm rơ a conclude b n c complete ai nè đi liều gió đi liều lọc lư chăng cái ba mày bạn vô chẳng bầm lọc lư ta chẳng ai chùm lại để dự ban chưa rớt chùm lại đi nữa liều nó cứ trầm trời hết ai nè bỏ phải tại chăng á chắc số ta liều school chạy tranh pisala nó xong nào từ lơ có mẹ từ này mày tớ cho pisala mà theo thơ ai nó có ai tới bên mình đây đang ví dụ bây giờ bên đây đang tệ liều school với ai bên đây đã dân gì mấy cứ ôi thôi giờ mau đọc mỗi dân cho pisala như hao tha liều school bàn này bàn tay bao dân ở đây liều school rồi bao dân cứ xong nào từ lơ ai bên đây pi giang thì mới cứ chọc thì pi mình toàn chọc ấy tay dân chụp cái đạo thì chọc nó cứ thôi dân cho bạn đúc cho ta thì pi chứ nó school nó thì đến sầm nào lơ chia lai nó sầm nào lơ school này sầm nào lơ chia lai sầm nào lơ sala chừng này tôi từ chia lai thì pi để chứ bây giờ private liều school với ai dân chọc thì pi tranh vì chia lai và được cả mỗi tiết dân ấy đã chọc tới dân chụp cái đạo thì đó đó là thì đọc chụp được mỗi chụp bao nhiêu từ là bao giờ nhung nhung này chọc bà đục chọc đặc biệt chọc thì đặc biệt chứ ai thưa ấy đến cái mà lơ bà con một lửa bỏ ấy là ba đấy mà mình thơ cam kẹp sen nơi tè bây giờ cho bị hiện tè mau đóng quên tay mẹ này mà mẹ này bây giờ na cái đó chừng lại đi thở ơi thở nó chứ bây đã bị trôi tới bây giờ từ what are you going to do when you leave school bà này đã mất ta nè nâng phơi ấy cái trong suốt ta dương từ hiện to sẽ có trở lại rồi có dương riêng chùm nên rồi có dương tới bạc một chùm núi hồ si tao bà vì ai bên này chân trong suốt chẳng đó ta nè nâng phơi ấy nó bây giờ nè chạy tranh pisala là bọn sẽ bán hai chùm lại xem thấy bây giờ mình vô về chấp đây chùm chùm lại a conclude ban đây là mấy đang ấy bà conclude cái đã mà làm được sao ta này bảo vệ bảo phải chỉ phải sắc máy aiจะlàmได้ conclude nóปลายท่าบัญจบสรุปสักได้บ่าถอยตายสักได้เปีย conclude กี่ปลาดำไปไปจบตายสักได้บ่าได้เข้ามาเยอะๆผ่านไปได้สรุปสักได้มาอย่างนะบ่าเนื้อสักได้บัญจบกี่ผ่านนั้น conclude นั่นนะยื่น conclude ตายสักได้คือยื่นไปจบไปยื่นสักได้บัญจบหรือก็ยืนทลายสนดักท้ากับบ้านได้ทลายสนดักท้ายืนไปจอบสนดักท้าเราบ่ยืนอันตุคือถูกขันกันคลูดังได้หรือก็เอาไปจุ่มนะยืนสอบสักได้สอบพลังซาบ่เอาไปจุ่มก็ยืนขันกันคลูดังได้kết chiaไปสักมายืนเวบ่ผายได้ไปไอ้ถ้าถือไปจอบได้ไปจอบสลาไปได้โจ้ผายขมายไปถือแต่ผายเชื่ออังเล็กมันผายจังแบบcáiอัดโยกันคลูดผายจมูกนั่งschool សាលារៀនទេ conclude គឺ conclude an essay បាទបញ្ចប់តែសេចក្តីconclude a speech បញ្ចប់សន្ទរកៈកថា conclude a meeting សរុបសេចក្តីសរុបខ្លឹមសារការប្រជុំគេមិនប្រើ conclude ជាមួយនឹង school ទេចុះ B
n phải mấy n bà n có bị chọc đây cho ai bà mình vô về và chọc xả lá khỏi và chắc đôi ẩm vấn đề bỏ phải cái máy với thử ta sầm khán cứ cái atra n ជាមួយ school ไอ้បើយើងចង់និយាយតាក់ទងជាមួយនឹងការអប់រំការសិក្សាបើយើងចង់ប្រើ n ហ្នឹងគឺ n course បញ្ចប់វគ្គសិក្សាហ្នឹងប្រើបានប្រើមួយ noun course អញ្ចឹងបាទ course ហ្នឹងគឺវគ្គសិក្សា n course ឬក៏ course ends ប្រើបានតែអត់ប្រើពាក្យ school ទេហើយសម្រាប់មួយទៀតគឺអីគេ complete ប្រើមែន complete ក៏បញ្ចប់ដែរ complete ប្រើថាបញ្ចប់ឬក៏បំពេញដូចគ្នាគឺ complete គេមិនប្រើមួយ school ដែរអត់ប្រើមួយ school ទេបាទ complete អាចដូច admin បាទគឺ complete a course បញ្ចប់វគ្គប្រើបានណាមកចឹងសរុបមកកុំឲ្យសាំញ៉ាំច្រើនយើងអាចកត់ចំណាំយ៉ាងខ្លីថាយើងមាន clear ថា leave school បញ្ចប់ពីសាលាសំដៅលើការរៀនចប់ពីវិទ្យាល័យឬក៏យើងឈប់កណ្ដាលទីនៅវិទ្យាល័យណាបាទយើងអាចទាំងចំណាំថាមាន clear ហ្នឹងទៅណាកុំឲ្យវែងឆ្ងាយអូខេតោះចឹងលេខ1បញ្ចប់ប៉ុណ្្នឹងដែរហើយឥឡូវចូលដល់លេខ2លេខ2គេថាម៉េច The hotel services are bad so we should write a blank to the manager បានន័យថាម៉េចសេវាកម្មសន្តាគារគឺអាក្រក់មិនល្អទេដូច្នេះហើយពួកយើងគួរតែសរសេរចុចទៅកាន់ manager អ្នកគ្រប់គ្រងA complaint B message C information ហើយនឹង D essay នឹងតែសេចក្តី message សារយកអីមាន B មាន C មាន A ហ៎ចឹងតាមមើលរឿងជួបចឹងមក complaint ដល់ក៏ទៅតោះចឹងចម្លើយ A ត្រឹមត្រូវ complain complain នេះជាទូទៅយើងបកប្រែថាការប្តឹងផ្ដាល់ការរអ៊ូរទាំប៉ុន្តែយើងកុំខ្វល់អត្ថន័យជាភាសាខ្មែរយើងចាំជាការប្រើប្រាស់របស់វាទៅយើងត្រូវចាំថាពាក្យ complain ហ្នឹងជាទូទៅគឺគេប្រើវាដើម្បីសម្ដែងនៅការមិនពេញចិត្តចំពោះសេវាកម្មចាំអញ្ចឹងហ្មងទៅណាគេប្រើ complain ហ្នឹងគឺជាសារមួយបង្ហាញអំពីការមិនពេញចិត្តចំពោះសេវាកម្មណាមួយអាចជាសេវាកម្មបម្រើនៅតាមភោជនីយដ្ឋានសេវាកម្មបម្រើនៅសន្តាគារហើយនិងសេវាកម្មផ្សេងទៀតទាំងអស់ណាតាក់ទងជាមួយសេវាកម្មមិនល្អគេសរសេរ complain ដើម្បីបង្ហាញពីការមិនពេញចិត្តបើចាំអញ្ចឹងហ្មងទៅណាហើយខ្មែរយើងបើយើងប្រែទៅការប្តឹងដល់ការលោដល់តំដូចជាមិនសូវព្រោះបាទបើអាចថាសារវាស័ក្តិសមសារអីចំពោះចម្លើយផ្សេងពាក្យ message ក្នុងចម្លើយ B ប្រែថាសារវាអត់ត្រូវបាទអត់ត្រូវសរសេរសារទៅកាន់ manager ណាបាទដើម្បីបង្ហាញអំពីការមិនពេញចិត្តចំពោះសេវាកម្មណាមួយគេមិនប្រើពាក្យ message សារទេបាទអត់ប្រើទេ information នេះគេ information ចម្លើយ C ហ្នឹងបាទព័ត៌មានអូខេមិនប្រើដែរហើយនឹង essay តែក្តីបាទនេះខុសដាច់ស្រឡះមកបាទអីចំពោះចម្លើយ A3 ខុសហ្នឹងគឺ B C D ហ្នឹងបាទជាយោបល់របស់ខ្ញុំយើងមិនបាច់ខ្វល់ពីវាទេបាទសំខាន់គឺយើងចាំតែពាក្យកលឹះទៅពាក្យកលឹះហ្នឹង complain ហ្នឹងប្រើជាមួយនឹង services សេវាកម្មមិនល្អឃើញទេយើងឃើញថា services bad សេវាកម្មមិនល្អបង្ហាញអំពីសេវាកម្មមិនល្អគឺប្រើពាក្យ complain បើចាំតែត្រូវនឹងហ្មងទៅមិនបាច់ខ្វល់ពីផ្សេងទេមកឥឡូវដាក់ពាក្យ complain ចូលទៅគឺប្រយោគរបស់យើងវាត្រូវ the hotel services are bad so we should write a complaint to the manager សេវាកម្មសន្តាគារគឺអត់ល្អទេដូច្នេះឲ្យពួកយើងគួរសរសេរ complaint សរសេរសារឬក៏សរសេរការល្អូរលទាំទៅកាន់អ្នកគ្រប់គ្រងតោះចូលដល់ number 3លេខ3បាទលេខ3ឲ្យតែចេះប្រែស្រួលទេបាទមិនខ្វល់ឲ្យច្រើនទេឲ្យតែប្រែគឺតាមអត្ថន័យប្រែខ្មែរហ្មងទៅបុប្ផា cried out with blank at the beautiful present Mr. Kim Seng gave her បុប្ផាបានស្រែកជាមួយនឹងចុចចំពោះអីបាទកាដូដ៏ស្រស់ស្អាតដែលកឹមសេងបានឲ្យទៅនាងជំរឿ A depressed B horror
see anger ហើយនឹង D delight យកអីគេ D delight យក D delight មានយកផ្សេងទៀតទេផ្សេងទៀតអត់បាទអញ្ចឹងចម្លើយ D delight របស់យើងគឺចម្លើយត្រឹមត្រូវហើយណា cried out with delight ស្រែកដោយសប្បាយចិត្តពីមុខកដោស្អាតចឹងអត់អញ្ចឹងពេលដាក់ delight ចូលទៅវាទៅជាបុប្ផា cried out with delight at the beautiful present Mr. កំសែង gave her បុប្ផាបានស្រែកជាមួយនឹងការសប្បាយចិត្តចំពោះកដោដ៏ស្រស់ស្អាតតែកំសែងបានឲ្យទៅនាងហើយចំពោះចម្លើយផ្សេងយើងបកប្រែខ្មែរទៅបើអត់តំណងទេ A depress មិញបើការបាក់ទឹកចិត្តគេឲ្យកដោស្អាតយើងបាក់ទឹកចិត្តមែនអត់ទេ horror ភាពរន្ធត់កដោស្អាតរន្ធត់អត់អរទេហើយនឹង see anger កំហឹងគេឲ្យកដោស្អាតខឹងគេអត់អត់ទេតែខឹងអត់លិតហើយឡាយបានហើយបាទអញ្ចឹងលេខ3គឺតន័យខ្មែររបស់ពាក្យមួយទៅគឺហៅបានហើយតោះអញ្ចឹងលេខ3បញ្ចប់ប៉ុណ្ណឹងចុះឥឡូវចូលដល់លេខ4 Is it possible to blank now for next term's evening classes អាយសាឡបងប្រែសិនទៅគឺតើវាអាចអត់ក្នុងការចុចឥឡូវនេះសម្រាប់អីអត់ទេប្រែពីចុងមកសម្រាប់ថ្នាក់ពេលល្ងាចនៃឆមាសហ្នឹងឆមាសក្រោយណាតើវាអាចអត់ក្នុងការចុចឥឡូវនេះសម្រាប់ថ្នាក់ពេលល្ងាចឆមាសក្រោយដើម្បីបំពេញចន្លោះហ្នឹងចំណុចទាំង4នេះគេឲ្យមកយើងគឺ A send B enroll C join in ហើយនឹង D enter យកបាទយក B ពាក្យ enroll ចម្លើយត្រឹមត្រូវបាទ enroll បានន័យថាម៉េចដឹងហ៎បាទចុះឈ្មោះគឺភាគច្រើន enroll គឺប្រើសម្រាប់ចុះឈ្មោះចូលរៀនហ្នឹងហើយបាទពាក្យ enroll គឺចុះឈ្មោះចូលរៀនហ្នឹងហើយវាត្រូវជាមួយនឹង classes ថ្នាក់ចុះជំរើសផ្សេងទៀតហេតុអីបានយើងមិនយកវាជំរើស A send បែបម៉េច send បាទផ្ញើឬក៏បញ្ជូនដាក់ទៅអត់ស័ក្តិសមតាមបានទេបាទC join in ចំពោះចម្លើយ C join in បើយើងគិតទៅអាពាក្យ join ហ្នឹងយើងអាចប្រើបានជាមួយនឹង class join class គឺចូលរួមជាមួយថ្នាក់ស្មើនឹងចូលរៀនហ្នឹងហើយណាប៉ុន្តែបញ្ហាត្រង់ថាគេមិនប្រើ in ទេបាទគេប្រើ in ទេ join class ណាមួយគឺយើងប្រើ join បូក class ហ្នឹងហ្មងណា join English classes join math classes join class ផ្សេងទៀតបាទប្រើ join class យកមកគ្មាន in ទេអញ្ចឹងវាខុសត្រង់ថាវាមាន in ហើយចំពោះចម្លើយ D enter ហើយដល់ enter ចូលបាទគេមិនប្រើ enter ជាមួយនឹងពាក្យ class ទេបើ classroom ប្រើបាន enter the classroom ចូលក្នុងថ្នាក់អញ្ចឹងអាពាក្យ enter គឺចូលទៅទីកន្លែងជាទូទៅមិនមែនចូលក្នុងថ្នាក់ដែលយើងត្រូវរៀនអីមួយនោះទេបាទមិនមែនទេបាទអត់ប្រើមាន class ទេបើចឹងម្ដងទៀតចម្លើយត្រឹមត្រូវរបស់យើងគឺចម្លើយ B enroll ប្រើថាចូលរៀនចុះឈ្មោះចូលរៀនពេលដាក់វាចូលទៅប្រយោគរបស់យើងគឺ is it possible to enroll now for next term's evening classes តើវាអាចដែរទេក្នុងការចុះឈ្មោះឥឡូវនេះសម្រាប់ចូលរៀននៅក្នុងថ្នាក់ពេលល្ងាចនៅឆមាសក្រោយបាទចឹងចុងក្រោយសម្រាប់ឆ្នាំ2000បាទដល់2016ផ្នែកពាក្យហ្នឹងបាទចូលដល់លេខ5ហើយមកលេខ5គេថា most parents find it difficult to blank their children nowadays ប្រែថាឪពុកម្ដាយភាគច្រើនយល់ថាពិបាកក្នុងការចុចកូនរបស់ពួកគាត់សពថ្ងៃនេះ A bring up B develop C grow up ហើយនឹង D set up យកអីយើងចម្លើយសិនចាំបកស្រាយតាមក្រោយហ៎បកប្រែសិនដល់បកប្រែដឹងហ៎bring up នឹងចិញ្ចឹមបីបាច់យកអីបាទយក A bring up ហ្នឹងបាទ bring up ចម្លើយ A ប្រែថាចិញ្ចឹមបីបាច់
ពេលដាក់វាចូលទៅប្រយោគរបស់យើងគឺ most parents find it difficult to bring up their children nowadays ឪពុកម្ដាយភាគច្រើនយល់ថាពិបាកក្នុងការចិញ្ចឹមបីបាច់កូនរបស់ពួកគាត់សពថ្ងៃនេះជាមួយជំរឿនផ្សេងដឹងអត្ថន័យវាហ៎ B develop ហើយមិន develop បាទ develop ប្រែថារីកចម្រើនអភិវឌ្ឍលូតលាស់និយាយអំពីសេដ្ឋកិច្ចប្រែថារីកចម្រើនអញ្ចឹងណាបាទឬក៏អភិវឌ្ឍនិយាយអំពីរុក្ខជាតិយើងប្រែថាលូតលាស់អញ្ចឹងទៅបាទនិយាយពីមនុស្សក៏អភិវឌ្ឍចំណេះដឹងការគិតខួរក្បាលអត់និយាយអំពីការធំធាត់ទេណាចឹងពាក្យ develop អត់តេតទៅមួយការធំធាត់ទេចឹងបើវាអត់ត្រូវមួយណាយើងណាចុចចម្លើយ C grow up មានន័យមិនដឹងហ៎ Hello grow up អត់ទេបើ grow តទេវាអាចស្មើជាមួយ develop យ៉ាងអំពីការលូតលាស់របស់រុក្ខជាតិប្រែថាលូតលាស់បានតែដល់ grow up ប្រែថាធំឡើងមនុស្សយើងធំឡើងគេប្រើពាក្យ grow up ចេះហេតុអីបានមិនយករបស់យើងបាទដោយសារតែក្នុងចន្លោះនោះសកម្មភាពត្រូវជាសកម្មភាពរបស់ម៉ែឪមិនសកម្មភាពរបស់កូននោះតែបើកូនមិន grow up កូនធំឡើងតែម៉ែឪមិនធំឡើងទេបាទអត់ត្រូវទេបើចម្លើយ D set up មិន set up បើ set up ជាទូទៅគេមិនប្រើមួយមនុស្សទេបើ set up តឡើងកម្មវិធីអញ្ចឹងណាអត់ត្រូវមួយមនុស្សទេតោះជាងយើងចប់ហើយសម្រាប់បាក់ឌុប2016ផ្នែកពាក្យណា